អ្វីជាការធ្វើទីផ្សារនៅក្នុងសម័យយុគ9ហ្នឹងអីវ៉ាន់រលួយយកមកកែច្នៃតុបតែងវាហើយក៏អាចទៅទិញឆ្នាំបានដែរភាគរយនៃការចំណេញគឺគាត់អាចចំណេញខ្ពស់ទៅទិញរបស់ថោកយកមកលក់ថោកហើយយើងអាចកំដរទីផ្សារមួយដែលយើងលក់ខាតរហូតបានទេបើគ្រាន់តែធ្វើទីផ្សារដើម្បីសម្រាប់ដៃគូប្រកួតប្រជែងរបស់គាត់ក្នុងយុទ្ធសាស្ត្រនេះគឺវាគោកខើមែនតើចុងក្រោយខ្លួនឯងក៏ខាតអតិថិជនក៏ខាតអ្នកទទួលផលសុទ្ធតែអ្នកនៅក្រៅប្រទេសថ្ងៃមុខឬក៏ចាប់ផ្ដើមពីឥឡូវទៅក៏បានដែរយើងគួរតែធ្វើទីផ្សារបែបណាដើម្បីឲ្យចំណេញទាំងអស់គ្នាបងជឿថាការប្រកួតប្រជែងបែបនេះគឺវានឹងផ្ដល់ផលប្រយោជន៍ទាំងគាត់អ្នករកស៊ីក៏ចំណេញអតិថិជនដែលទទួលបានផលិតផលពីគាត់ក៏អាចប្រើប្រាស់បានស្របនឹងតម្រូវការរបស់គាត់ដែរប៉ុន្តែចុងក្រោយយុទ្ធសាស្ត្រទីផ្សារមួយចំនួនបែរទៅជាធ្វើឲ្យអតិថិជនខាតប្រយោជន៍ធំទីផ្សារយុគ9អ្នកណាដែលមានចេតនាបោកប្រាស់ទំនុកចិត្តរបស់អតិថិជននៅអត់យូរទេសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Mekong Podcast ហើយសម្រាប់អេពីសូតនេះផងដែរគឺយើងមកវែកញែកអំពី topic ក្តៅកកុកដូចគ្នាតាក់ទងទៅនឹងទីផ្សារយុគ9ធម្មតាសប្តាហ៍ថ្ងៃនេះយើងតែងតែលឺយុគ9តែយើងអត់ដឹងថាយុគ9ហ្នឹងវាបែបម៉េចទេបាទអញ្ចឹងថ្ងៃនេះផងដែរខ្ញុំបានអរគុណបងជំហេងដែលបានអញ្ជើញចូលរួមក្នុង podcast episode នេះដើម្បីបកស្រាយអំពីការធ្វើទីផ្សារយុគ9ណែបងដែលលឺពាក្យថាយុគ9អត់បងធ្លាប់ឮហើយក៏ជាពាក្យពេញនិយមដែលយើងទាំងអស់គ្នាបងគិតថាទាំងក្មេងទាំងចាស់ស្គាល់ហើយពាក្យយុគ9មែនទេបាទដោយសារអីឥឡូវគេហៅយុគ9ណាបងសម័យយុគ9ណាអញ្ចឹងឃើញថានៅពេលដែលឈានមកដល់ដែលគេនិយមហៅថាយុគ9នេះមកគឺថាវាផ្លាស់ប្ដូរសឹងទាំងស្រុងហ៎បងបាទទាំងតាទៅលើការធ្វើការងារការធ្វើ marketing ឬក៏អីផ្សេងៗអញ្ចឹងទៅសួរបងបន្តិចថាអ្វីជាការធ្វើទីផ្សារនៅក្នុងសម័យយុគ9ហ្នឹងបងបាទអរគុណសម្រាប់សំណួរពាក្យថាអ្វីជាទីផ្សារនៅក្នុងយុគ9វិញងាយយល់ទេបាទពីមុនយើងធ្វើទីផ្សារយើងរកស៊ីចំនួន80ចំនួន90 2000អីវាអត់ទាន់មានសម័យអ៊ីនធឺណិតអត់មានអីទេអញ្ចឹងធ្វើអីងាយស្រួលនឹងបិទបាំងមានន័យថាមានកំហុសក៏ដោយឬក៏របៀបរបបរកស៊ីអីក៏ដោយងាយនឹងបិទបាំងអ្នកផ្សេងក៏អូខេពិបាកនឹងដឹងប៉ុន្តែដល់ពេលចូលសម័យកាលនេះដែលជាទូទៅយើងស្គាល់ថាជាយុគ9ណាបាទជាសម័យកាលមួយដែលព័ត៌មានវាទលំទលាយធ្វើឲ្យការផ្សព្វផ្សាយមិនថារឿងល្អរឿងមិនល្អរបៀបរបបរកស៊ីទាំងឡាយវាងាយស្រួលផ្សព្វផ្សាយទៅដល់សាធារណជនអញ្ចឹងហើយការធ្វើទីផ្សារនៅក្នុងយុគ9គឺជាសម័យកាលមួយដែលអ្វីគ្រប់យ៉ាងត្រូវបានលាតត្រដាងជាច្រើនទាំងរបៀបរបបរកស៊ី technique រកស៊ីវិធីសាស្ត្ររកស៊ីរឿងជាច្រើនទៀតដែលពាក់ព័ន្ធទៅក្នុងការរកស៊ីគឺសាធារណជនឬក៏មនុស្សទូទៅគាត់អាចងាយនឹងស្វែងយល់ងាយនឹងដឹងចឹងទៅបាទហ្នឹងហើយបងបើកាត់មកដល់ពេលបច្ចុប្បន្ននេះទៅលើការធ្វើទីផ្សារអញ្ចឹងទៅលើការធ្វើទីផ្សារមិនថាខ្ញុំមិនថាគេឲ្យទៅលើការធ្វើទីផ្សារដឹងតែតម្លៃហ្នឹងតែម្ដងបាទព្រោះតម្លៃយើងដឹងហើយជាចំណុចក្តៅកគុកនៃការតាក់ទាញហើយបាទអញ្ចឹងខ្ញុំចង់សួរបងបន្តិចថាតើការធ្វើទីផ្សារដោយការប្រើប្រាស់តម្លៃហ្នឹងវាបែបម៉េចដែរបងអរគុណសម្រាប់សំណួរសម្រាប់បងមើលឃើញថាជាទូទៅណាបាទក្នុងនាមជាអ្នករកស៊ីម្នាក់មិនថាក្នុងវិស័យណាទេក្នុងទីផ្សារណាទេការប្រកួតប្រជែងតែងតែយកតម្លៃមកដាក់មុខពីព្រោះជាចេតនាគឺតែងតែចង់បង្ហាញទៅអតិថិជនថាយើងជាអ្នកលក់យើងមានរបស់ល្អតម្លៃថោកហើយពាក្យទាំងអស់នេះបងជឿថាការផ្សព្វផ្សាយតែងតែលឺរបស់ល្អតម្លៃថោករបស់ល្អតម្លៃថោកក៏ប៉ុន្តែសួរថាចុះហេតុអីបានពេលដែលគាត់និយាយថារបស់ល្អតម្លៃថោកបែរជាអតិថិជនអត់មានទំនុកចិត្តអ្នកនេះថារបស់នេះតម្លៃប៉ុណ្នេះថោកអ្នកនោះថារបស់នេះតម្លៃប៉ុណ្នេះថោកប៉ុន្តែបង្កើតជាចម្ងល់ជាច្រើនសម្រាប់អតិថិជនទៅវិញបាទបងជឿថាការប្រកួតប្រជែងតម្លៃគឺជាចំណុចចាប់ផ្ដើមមួយដែលធ្វើឲ្យទីផ្សារមិនថាទីផ្សារទូរស័ព្ទទីផ្សារឡានទីផ្សារអីទេតែងតែឲ្យមានការប៉ះគ្នាទៅវិញទៅមកពីព្រោះចំណុចចាប់ផ្ដើមទី1ផលិតផលភាគច្រើននៅក្នុងស្រុកខ្មែរយើងជាពិសេសទូរស័ព្ទយើងអត់អាចទៅផលិតទូរស័ព្ទបានទេអញ្ចឹងហើយវត្ថុធាតុដើមក៏ដោយអីក៏ដោយគឺយើងអត់មានទេយើងអត់អាចទៅធ្វើទូរស័ព្ទដើម្បីលក់ឲ្យអតិថិជនបានទេអញ្ចឹងមានតែការនាំចូលឬក៏ទិញពីណាពីណីមកដើម្បីដាក់លក់ជូនអតិថិជនអញ្ចឹងនៅពេលដែលយើងទៅទិញតោះតែយើងត្រូវចេញលុយថ្លៃទិញដែរមិនអញ្ចឹងហ៎អញ្ចឹងនៅពេលដែលយើងទៅទិញអ្នករកស៊ីដូចគ្នាទីផ្សារក៏វា
ទៅកន្លែងរកអីវ៉ាន់ក៏វាអត់ខុសគ្នាប្រហែលដែរសឹងថាពេលខ្លះដូចតែកន្លែងគ្នាទេ zone តែមួយទេទៅរកអីវ៉ាន់ណា បាទ ប៉ុន្តែដល់ពេលយកមកដល់បែរជាមានអ្នកជ្រើសរើសប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃឲ្យធូរហើយប្រាប់ថារបស់គាត់ល្អហើយអ្នកខ្លះក៏ជ្រើសរើសឲ្យខ្លួនឯងទៅកំណត់តម្លៃមួយដែលខ្លួនឯងអាចចំណេញហើយអាចជ្រកនៅក្នុងមុខរបរនឹងបានដើម្បីទទួលបានជីវភាពមួយចឹងទៅរកស៊ីបានចំណេញចឹងអ្នកខ្លះក៏សុខចិត្តឲ្យខ្លួនឯងទៅដាក់តម្លៃមួយដែលកប់ពពកចង់ចំណេញលើសលប់ជ្រុលពេកទៅអញ្ចឹងបងគិតថាការដែលយកទីផ្សារតម្លៃមកប្រកួតប្រជែងគ្នាវាបែរទៅជាមិនត្រឹមតែអតិជនលែងទុកចិត្តទេទៅជាអតិជនកាន់តែមានចម្ងល់ជាច្រើនទៅលើទំនិញដែលយើងកំពុងដាក់លក់ទៅលើអីចឹងទៅបាទយើងឃើញច្រើនណាបងបច្ចុប្បន្នឃើញច្រើនជាក់ស្ដែងដូចជាការធម្មតាយើងធ្វើទីផ្សារទៅលើតម្លៃគឺផុសហើយបាទនៅក្នុង social media បាទដូចជាយើងចង់បានសេរីអីមួយចឹងទៅយើងទៅ search មើលម៉ែតម្លៃមកជួយក9ចឹងឯងបាទអូយសាហាវមែនតើចឹងមិនថាពេលខ្លះយើងបាក់សម្រេចចិត្តទេបងបាទយើងចុះធម្មតាយើងមិនដឹងថាអីវ៉ាន់ហ្នឹងវាបែបម៉េចបាទក្នុងនាមយើងជាអ្នកអត់ចេះម្នាក់យើងចង់បានទូរស័ព្ទមួយដែលល្អយើងអត់ដឹងទេយើងទៅ search មើលអញ្ចឹងមានហាងមានការធ្វើទីផ្សារមួយចំនួនគាត់ដាក់មកអីវ៉ាន់ 99% តម្លៃប៉ុណ្នេះចាក់ស្ដែងដូច14 Pro Max ទៅយើងថាទីផ្សារបច្ចុប្បន្នវា$500ចុះបាទយើងអូរខំតិច 99% ដូចគ្នាតម្លៃតែ420ទេបាទអញ្ចឹងបងយល់យ៉ាងណាដែរសម្រាប់ការដាក់តម្លៃដែលវាខុសហាងឆេងច្រើនពេកឬក៏តម្លៃលើហាងឆេងច្រើនពេកបាទពីបងយក9វាបង្កើតឲ្យមានភាពងាយស្រួលក៏បង្កើតឲ្យមានភាពច្បោកច្បល់ជាច្រើនដែរបាទតួយ៉ាងឧទាហរណ៍ដែលអូនលើកឡើងអំពី model 14 Pro Max ដែលទីផ្សារបច្ចុប្បន្នបងនិយាយថាជាមធ្យមគឺវាតម្លៃ$500ប៉ុន្តែបើសិនណាជាមានអ្នកធ្វើទីផ្សារតម្លៃ$420បងខ្លួនឯងក្នុងនាមជាអ្នករកស៊ីក៏មើលឃើញមានចម្ងល់ជាច្រើនដែរបាទថាតើសំណួរទី1អីវ៉ាន់ដែលគាត់យកមកជាប្រភេទអីវ៉ាន់អីបាទពីព្រោះការទៅយកអីវ៉ាន់ពីខាងក្រៅមកឬក៏អីមកពីអ្នកលក់បោះដុំមកតែងតែចែកក្រេតដូចគ្នាបាទ A B C D ដូចគ្នាអញ្ចឹងបើសិនណាជាម្នាក់ចង់បានអីវ៉ាន់ស្អាតតតែជ្រើសរើសតម្លៃអីវ៉ាន់ A 99% ពីអ្នកបោះដុំអីចឹងទៅបាទហើយបើសិនណាជាយកអីវ៉ាន់ A វាច្បាស់ហើយរបស់ល្អវាត្រូវតែថ្លៃឯងតែដល់ឡែកមានអ្នកដែលលក់ក្រុមទីផ្សារទៅជាមានអ្នកលក់420ក៏បងឆ្ងល់ដែរគាត់មានសមត្ថភាពអីទៅគាត់មានបណ្ដាញរបៀបម៉េចគាត់ចេះរកអីវ៉ាន់របៀបម៉េចបានទៅរកអីវ៉ាន់ល្អហើយតម្លៃថោកម៉េះសឹងថាមិនបាច់គាត់យកលក់អតិថិជនយើងទៅទិញខ្លួនឯងយើងអ្នកលក់ដូចគ្នាយើងទៅទិញពីគាត់ក៏អាចយកចំណេញបានដែរបាទតែពេលខ្លះក៏យើងមានចម្ងល់ដែរថាតើច្បាស់អត់ថាប្រភេទអីវ៉ាន់ដែលកំពុងដាក់លក់ជាប្រភេទអីវ៉ាន់មួយដែលស្មើនឹងតម្លៃដែលគាត់កំពុងដាក់មានន័យថាជាប្រភេទអីវ៉ាន់ 99% ហើយគាត់លក់420មែនអត់យើងអត់ទាន់កំណត់ថាគាត់អត់មានអីវ៉ាន់ទេយើងគ្រាន់តែមានចម្ងល់ទេហើយបងជឿថាចម្ងល់នេះក៏អតិថិជនគាត់មានដែរហើយមួយទៀតនោះត្រង់ថាដល់តែពេលយើងឃើញអាហ្នឹងជួបវាញឹកញាប់ណាយើងចាប់ផ្ដើមទទួលបានបទពិសោធន៍យើងក៏រៀនសូត្រពីរបៀបរបបហ្នឹងដែរពេលខ្លះក្នុងនាមបងជាអ្នករកស៊ីម្នាក់ដែរបងមើលឃើញថាតាមពិតទៅការដែលដាក់តម្លៃក្រុមហាងឆេងនេះមើលទៅលើគោលបំណងរបស់គាត់ត្រូវជាងមើលទៅលើតំណែងឬក៏តម្លៃរបស់គាត់ពីព្រោះពេលខ្លះអត់ដឹងអីសោះនៅសុកគាត់ចេញតម្លៃមួយដែលក្រុមគេខុសគេមែនតើអញ្ចឹងបងមើលទៅលើចេតនាថាតើគាត់ម្នាក់នោះគាត់កំពុងតែប្រើប្រាស់ចេតនាបែបណាដើម្បីដាក់តម្លៃរបស់គាត់ចុះខុសអត់ហ្មងខុសអត់បើសិនជាគាត់គ្រាន់តែថាដាក់តម្លៃហ្នឹងដើម្បីតាក់ទាញអតិថិជនមកមួយហាងឬក៏ដាក់សម្រាប់ដោយសារអីពេលខ្លះមិនប្រកាសថាគាត់ដាក់តម្លៃហ្នឹងគាត់លក់ទៅចំណេញទេបាទប៉ុន្តែខ្ញុំអត់ជឿថាគាត់លក់អត់ចំណេញបងគិតដូចខ្ញុំអត់ធម្មតាបងតែងតែលឺធម្មតាអ្នកលក់គេថាមិនចំណេញគេអត់លក់ទេត្រូវបាទអញ្ចឹងពេលខ្លះគាត់គ្រាន់តែដាក់តម្លៃហ្នឹងឲ្យតែមានទេឲ្យតែអតិថិជនមកដល់ហាងគាត់អូទៅមើលអីផ្សេងអញ្ចឹងទៅប៉ុន្តែសួរថាគាត់ធ្វើទីផ្សារបែបហ្នឹងវាខុសដែរឬអត់សម្រាប់បងអត់ខុសទេបាទហេតុអីបងនិយាយថាអត់ខុសពីខាងដើមក៏បងបានលើកឡើងដែរថាយើងមើលទៅលើចេតនារបស់គាត់បើសិនណាជាគាត់គ្រាន់តែប្រើប្រាស់តម្លៃ420នេះជាតម្លៃហុកមានន័យថាយើងហៅភ្ញៀវមកដើម្បីគាត់បានអាចលក់ model ផ្សេងទៀតបងគិតថាជាការកោតសរសើរដែលគាត់អាចប្រើប្រាស់វិធីសាស្ត្រនឹងហើយគាត់អាចចំណេញបានក៏ប៉ុន្តែចេតនាមួយទៀតដែលបងមិនចូលចិត្តហើយបងស្អប់ដែរគឺចេតនាត្រង់ថាដាក់តម្លៃ420ដើម្បីសម្លាប់ model នឹងចោលមានន័យថាគាត់ខ្លួនឯងអាចនឹងខាតហើយតម្លៃ420ហ្នឹងពីព្រោះ
វាអាចមានកម្រិត$80ជាមួយនឹងហាងឆេងតម្លៃទូរស័ព្ទធម្មតាឯងដល់ពេលដែលយើងនិយាយថាអាវ៉ាន់គាត់ស្អាតដូចគ្នាកម្រិត 99% A ដូចគ្នាទៅចុះអញ្ចឹងគាត់ចេតនារបស់គាត់គឺគាត់ចង់បំផ្លាញទីផ្សារនឹងចោលជាពិសេសបំផ្លាញទីផ្សារ model ទូរស័ព្ទនឹងចោលអញ្ចឹងហើយយើងមើលទៅលើចេតនារបស់គាត់បើសិនណាជាគាត់មានចេតនាដើម្បីគ្រាន់តែបំផ្លាញអ្នកដទៃបងជឿថាចេតនានឹងគឺអាក្រក់ហើយគួរឲ្យស្អប់មែនទែនពីព្រោះខ្លួនឯងលក់អត់បានឬក៏មិនចង់លក់ model ហ្នឹងទៅជាបំផ្លាញ model ហ្នឹងធ្វើឲ្យអ្នកដទៃទៀតដែលនៅក្នុងទីផ្សារជាមួយគ្នាហ្នឹងมันអាចលក់បានដែរវាពិតជាខុសខើចេះសុំកាត់បងបន្តិចចុះបើសិនជាការគាត់ធ្វើអញ្ចឹងមែនប៉ុន្តែគាត់អត់មានអាវ៉ាន់លក់ទេដូចខ្ញុំនិយាយមើលប្រាប់បងមុនហ្នឹងអញ្ចឹងបាទគាត់ធ្វើតម្លៃទីផ្សារប៉ុណ្ណឹងប៉ុន្តែទៅដល់អត់មានទេគាត់ឲ្យអូសទៅមើលអាក្រេតផ្សេងអីចឹងទៅគាត់ប្រាប់ថាអាហ្នឹងគាត់លក់តែ5ដើមទេគាត់លក់អស់ហើយបាទអញ្ចឹងបងយល់យ៉ាងណាដែរសម្រាប់បងវាហត់តែអាក្រក់ទៀតនៅពេលដែលគាត់ធ្វើទីផ្សារបែបហ្នឹងប៉ុន្តែយើងអត់អាចទៅឆ្លើយជំនួសគាត់ទេក៏ប៉ុន្តែបងជឿថាអតិថិជនជាច្រើនគាត់នឹងទទួលបានបទពិសោធន៍អីខ្លះចេញពីវិធីសាស្ត្រធ្វើទីផ្សារបែបហ្នឹងហើយបងជឿថាបើក្នុងនាមជាអតិថិជនម្នាក់បងក៏មិនសប្បាយចិត្តដែរនៅពេលដែលការផ្សព្វផ្សាយបែបនេះចូលទៅដល់តម្លៃផ្សេងហើយបែរជាអត់មានឬក៏អីយ៉ាងណាបងគិតថាមិនចាំបាច់តអ្នករកស៊ីដូចគ្នាសូម្បីតែអតិថិជនដែលចង់បានទូរស័ព្ទក៏គាត់ពិបាកនឹងទទួលយកដែរបាទហ្នឹងហើយបងអញ្ចឹងមានន័យថាការធ្វើទីផ្សារបែបហ្នឹងវាអត់ល្អទេប៉ុន្តែគាត់មុននឹងគាត់ធ្វើបែបហ្នឹងគាត់មានដឹងថាគាត់ធ្វើអញ្ចឹងទៅវាប៉ះពាល់ខ្លាំងណាបងដល់អតិថិជនហ្នឹងបាទវាច្បាស់ជាមាននៅពេលដែលយើងធ្វើអីមួយណាបាទវាមកជាមួយនឹងផលប្រយោជន៍ហើយនឹងតម្លៃដែលយើងត្រូវបង់ខាតបាទអញ្ចឹងហើយសម្រាប់អ្នកដែលរកស៊ីដែលគាត់មានចំណេះដឹងគាត់ច្បាស់ហើយគាត់ដាក់យុទ្ធសាស្ត្របែបនេះគាត់ចង់បានអីចុងក្រោយគាត់មិនមែនចង់ឲ្យអតិថិជនទុកចិត្តគាត់ណាគាត់គ្រាន់តែចង់ឲ្យដៃគូប្រកួតប្រជែងគាត់ដទៃទៀតរងផលប៉ះពាល់ពីតម្លៃរបស់គាត់តែប៉ុណ្ណឹងអញ្ចឹងបើសិនជាយើងដឹងថាទីផ្សារហ្នឹងវាអត់ល្អហើយប៉ុន្តែហេតុអីក៏នៅតែមានហេតុអីក៏នៅតែមានអារបៀបថាអាការផ្សព្វផ្សាយបែបហ្នឹងបាទជាក់ស្ដែងដូចជាឧទាហរណ៍ថាបើសិនជាខ្ញុំជាអតិថិជនបាទនៅពេលដែលយើងទៅទិញធម្មតាយើងចង់បានអាហ្នឹងបងយើងចង់បានតម្លៃហ្នឹងហើយអញ្ចឹងនៅពេលដែលទៅហើយអត់មានអីវ៉ាន់ឲ្យគាត់អញ្ចឹងប្រកាសគាត់ប្រកាសជាអន់ចិត្តគាត់អត់សប្បាយចិត្តគាត់ប្រកាសជាយកតម្លៃហ្នឹងដើរទៅសួរអ្នកលក់ដទៃទៀតបងយល់យ៉ាងណាដែរវាមានផលប៉ះពាល់អីខ្លះមានផលប៉ះពាល់ជាច្រើនក្នុងនោះបងអាចបែងចែកផលប៉ះពាល់ជាពីរធំទី1សម្រាប់អ្នករកស៊ីដូចគ្នាអ្នកលក់ដូចគ្នាអ្នកលក់ដូចគ្នាគាត់នឹងរងសម្ពាធមួយដែលថាហេតុអីត្រូវមានការរកស៊ីបែបប្រកួតប្រជែងតម្លៃមួយដែលសម្រាប់អ្នកដទៃពីព្រោះតម្លៃ420នេះកំពុងតែសម្រាប់ហើយឥឡូវនេះលទ្ធផលវាចេញមកអតិថិជនចេញពីកន្លែងមួយទៅកន្លែងមួយទៀតដោយយកតម្លៃចាស់ដែលជាតម្លៃសពនិមិត្តទៅចោះយកទៅតថ្លៃជាមួយនឹងអ្នករកស៊ីដទៃទៀតអញ្ចឹងវានឹងប៉ះទៅលើmodel នឹងមែនអញ្ចឹងចេតនារបស់អ្នកដែលបំផ្លាញទីផ្សារហ្នឹងគឺគាត់កំពុងតែទទួលផលហើយតែអ្នកដែលតែកំពុងតែបង់តម្លៃគឺអ្នករកស៊ីដទៃទៀតហាហ្នឹងបងពិតជាអត់លើកទឹកចិត្តទេតែដល់ឡែកទន្ទឹមនឹងអតិថិជនក៏គាត់កំពុងតែរងផលប៉ះពាល់ដូចគ្នាប៉ះពាល់ទៅលើអីខ្លះទី1គាត់ត្រូវខាតពេលវេលាបាទចង់ទិញទូរស័ព្ទមួយដើមត្រូវចំណាយពេលត្រូវចំណាយកម្លាំងជិះរក 4-5 ហាង4-5ទីតាំងតម្រាំតែអាចរកតម្លៃមួយដែលគាត់ពេញចិត្តហើយថាមិនត្រូវមិនមែនតម្លៃ420នឹងទៀតទី2គាត់ត្រូវបង់ខាតចិត្តគាត់ត្រូវហ៊ាននឿយហត់ទៅលើផ្លូវចិត្តដែលថាចុះហេតុអីចាំបាច់ផ្សាយ420មកធ្វើអីធ្វើឲ្យអានឹងគាត់យកទៅតជាមួយអ្នកដទៃទៀតធ្វើឲ្យខាតអារម្មណ៍ខាតពេលវេលារបស់គាត់ជាច្រើនតែមិននឹងនៅពេលដែលគាត់រកបានតម្លៃហើយគាត់ច្បាស់ជាមានសំណួរសួរថាតើតម្លៃហ្នឹងថ្លៃពេកអត់គាត់ប្រើដូចអត់ស្ងប់ចិត្តទេគាត់ប្រើឲ្យដូចជាមិនសមនឹងតម្លៃទេតិចថាបងប្អូនគាត់ថាគាត់ទិញថ្លៃជាងគេទៅគេផ្សាយប៉ុណ្ណេះហើយទៅទិញបានតម្លៃប៉ុណ្ណោះអីចឹងហើយទង្វើបែបនេះវាពិតជាធ្វើឲ្យមានឥទ្ធិពលអវិជ្ជមានជាច្រើននៅក្នុងមិនថាទីផ្សារទូរស័ព្ទឬក៏ទីផ្សារអីទេវាមានឥទ្ធិពលច្រើនពេលខ្លះគាត់ម៉ៃទេណាបងគាត់ថាឲ្យតែការផ្សព្វផ្សាយទៅបោកហ្នឹងបាទបើទៅដល់អត់មានហងបើយើងចង់បានទៅដល់អត់មានហងទាំងអស់ហ្នឹងគឺជាដូចបងលើកខាងពីខាងដើមអញ្ចឹងវាជាតម្លៃត្រូវបង់នៅក្នុងយុគ9ដូចគ្នាការប្រើប្រាស់ព័ត៌មានគឺវាងាយស្រួលការផ្សព្វផ្សាយក៏ស្រួលអ្នកទៅទទួលព័ត៌មានក៏ស្រួលតែដល់ពេលយើងអត់ថ្លឹងថ្លែងទៅលើព័ត៌មានណាជាព័ត៌មានសពនិមិត្តព័ត៌មានណាជាព័ត៌មានពិតហាងឆេងណាជាហាងឆេងបោកប្រាស់ហាងឆេងណាជាហាងឆេងពិតប្រាកដវាធ្វើឲ្យតម្លៃត្រូវបង់មានគ្រប់គ្នាហើយអាហ្នឹងពិតជាមិនល្អមែនតើបាទ
ហ្នឹងហើយបងប្រកាសមកលើការធ្វើទីផ្សារយើងវាមានច្រើនជាក់ស្ដែងខ្ញុំចាប់អារម្មណ៍ទៅលើការធ្វើទីផ្សារបែបផ្ដល់ជូនណាបងដូចជាការផ្ដល់ជូនរបស់របរថែមអីចឹងទៅតើបងយល់យ៉ាងណាដែរសម្រាប់ការធ្វើទីផ្សារបែបផ្ដល់ជូននៅរបស់របរដូចជាការថែមចេះថែមចុះអីហ្នឹង តាមត្រូវហើយពីបងការប្រកួតប្រជែងទីផ្សារមិនតែទៅលើតម្លៃតែមួយមុខទេនៅពេលខ្លះក៏មានអ្នករកស៊ីមួយចំនួនគាត់ប្រើប្រាស់វិធីសាស្ត្រប្រកួតប្រជែងទៅលើការថែមរបស់ឬក៏ពេលខ្លះថែមជាឱកាសក្នុងការឈ្នះរង្វាន់អីមួយអញ្ចឹង បាទ យើងសង្កេតមើលឃើញឧទាហរណ៍ក្នុងវិស័យ skin care អញ្ចឹងទៅអញ្ចឹងបើកំហុបលេមកមានមានលុយមានអីអញ្ចឹងទៅ បាទ អញ្ចឹងនៅពេលដែលទីផ្សារមួយប្រកួតប្រជែងគ្នាទៅលើការថែមរបស់ឬក៏ថែមជារង្វាន់អីអញ្ចឹងណាវានឹងធ្វើឲ្យទីផ្សារនឹងមួយចាប់ផ្ដើមច្បងច្បល់ដូចគ្នាច្បងច្បល់ចាប់ផ្ដើមពីអតិថិជនគាត់ចាប់ផ្ដើមរារែកក្នុងន័យថាអញ្ចឹងបើសិនណាជាគាត់ចង់ទិញលេបខ្លួនមួយមុខថាតើគាត់គួរតែយក brand មួយណាដែលល្អសម្រាប់គាត់តែដល់ពេលមានរង្វាន់ច្រើនច្បងច្បល់ពេញហ្នឹងទៅសំណួរបែរទៅជាសួរថាគួរតែទិញ brand មួយណាមានកាដូច្រើនសម្រាប់គាត់ មានរង្វាន់ធំ អានេះសម្រាប់បងវាមិនមែនជាការលើកឡើងថាខុសល្អឡើយណាគ្រាន់តែយើង បាទ ទាញឲ្យមើលជារូបភាពជារួមមើលឃើញថាអូខេអញ្ចឹងអតិថិជនគាត់នឹងមានតម្លៃត្រូវបង់ជាច្រើនហេតុអីបានបង់ជាអញ្ចឹងពីព្រោះនៅពេលខ្លះការដែលធ្វើយុទ្ធសាស្ត្រថែមនេះថែមនោះវាធ្វើឲ្យអតិថិជនចាប់ផ្ដើមមានភាពច្បងច្បល់អ្វីដែលច្បងច្បល់ខ្លាំងបំផុតគឺចិត្តគាត់ត្រង់ថាគាត់ចង់បានអី ពេលខ្លះយើងលែងដឹងថាខ្លួនយើងចង់បានអីហ៎បែរជាយើងដឹងថាទិញអាហ្នឹងបានរង្វាន់ច្រើនទិញអាហ្នឹងបានកាដូច្រើន បាទ អញ្ចឹងហើយធ្វើឲ្យគាត់ភ្លេចថាតាមពិតគាត់សម្រេចចិត្តចាយលុយដើម្បីបានផលិតផលអីនោះទេបែរជាទៅជាចាយលុយដើម្បីបានកាដូឬក៏បានឱកាសឈ្នះរង្វាន់អីមួយអញ្ចឹងទៅអត់ខុសគ្នាទេនៅក្នុងទីផ្សារទូរស័ព្ទក៏ដូចគ្នាដែរមានពេលជាច្រើនយើងសង្កេតមើលឃើញយុទ្ធសាស្ត្រមួយចំនួនគឺថែម កាដូជាច្រើនអាចថាជាកាដូ10មុខ20មុខទៅតាមចំណង់ចំណូលចិត្តរបស់អ្នករកស៊ី បាទ របស់អ្នកលក់ហ្នឹងទៅអញ្ចឹងនៅពេលដែលគាត់ថែមសួរថា10 20មុខហ្នឹងវាជារបស់ដែលជប់ចេញមកបានមែន No ជារបស់ដែលយើងត្រូវយកលុយទៅទិញ បាទ អញ្ចឹងហើយអតិថិជនគាត់ចាប់ផ្ដើមលងលក់ទៅក្នុង promotion ថាអូអញ្ចឹងរបស់ថែមកាន់តែច្រើនកាន់តែល្អមានន័យថាទិញតែទូរស័ព្ទមួយបាន20មុខឧទាហរណ៍អញ្ចឹងហើយការដែលធ្វើអញ្ចឹង អតិថិជនគាត់ចាប់ផ្ដើមមើលឃើញថាតើគាត់ទៅទិញទូរស័ព្ទដើម្បីប្រើឬក៏គាត់ចង់ទិញទូរស័ព្ទឲ្យមានកាដូ ប៉ុន្តែវាអត់ល្អទេបងខ្ញុំឃើញពេលខ្លះយើងទិញទូរស័ព្ទបណ្ដាំតែយើងចំណេញកាដូបានហ្មង5 10មុខ20មុខអីហ្នឹងបាទ បាទបើទិញហើយប្រើកើតហើយគាត់សប្បាយចិត្តជារឿងដែលល្អសម្រាប់អតិថិជនម្នាក់នោះគាត់តែថាអញ្ចឹងពីបងគាត់តែចង់ទាញចំណាប់អារម្មណ៍ទៅជ្រុងមួយទៀត បាទ ចាប់អារម្មណ៍ថារបស់ដែលបែបថែមទោះបីជា10មុខក៏ដោយ15មុខ20មុខក៏ដោយគឺសុទ្ធតែយកលុយទៅទិញទាំងអស់ទេ បាទ ហើយបើសិនណាជារបស់ដែលថែមហ្នឹងទៅជារបស់ដែលល្អបងជឿថា20មុខចំណាយលុយមិនតិចទេ បាទ អញ្ចឹងសួរថាអ្នកណាអ្នកចេញតម្លៃអ្នកណាអ្នកចេញលុយទៅលើរបស់ដែលថែមនោះបងជឿថាមិនមែនអ្នកលក់ទេគឺអ្នកទៅទិញនឹងឯងពីព្រោះនៅពេលដែលគាត់ទៅគាត់ត្រូវចាយលុយដើម្បីបានកាដូហើយនឹងតំណែងដែលគាត់ចង់បាន ដល់ពេលខ្លះយើងបោកដកលេខមួយគ្នាលេងណា បាទ ឧទាហរណ៍ថាទូរស័ព្ទមួយមានហាងឆេងតម្លៃក្រេត99 300 បាទ ចឹងហើយតែជនគាត់មើលឃើញការផ្សព្វផ្សាយមួយដែលថាតម្លៃ300ដូចគ្នាប៉ុន្តែទិញពេលនេះនៅនេះបានកាដូ20មុខ បាទ ចឹងយើងសួរដូចឆោតចាកាដូ20មុខហ្នឹង free តែម្ដងឬក៏ត្រូវយកលុយទៅទិញបើយើងយកលុយទៅទិញ20មុខហ្នឹងវាស្មើ$20ទៅចុះ បាទ អញ្ចឹងស្មើនឹងទូរស័ព្ទហ្នឹងក្រុមហាងឆេងព្រោះ300ទិញបានកាដូទិញបានទូរស័ព្ទហើយកាដូ20មុខស្មើ$20ទៀតអញ្ចឹងទូរស័ព្ទហ្នឹងតែ280ទេ បាទ តើវានឹងមានសំណួរសួរថាអីវ៉ាន់ដូចគ្នាអត់គុណភាពដូចគ្នាអត់ច្បាស់អត់ថារបស់ដែលយើងទៅទិញ20មុខហ្នឹងបានកាដូ20មុខហ្នឹងយកមកប្រើបានពីព្រោះមានពេលជាច្រើនយើងតែងតែមានការរអ៊ូរទាំឬការរអ៊ូរទាំណារបស់ថែមដែលប្រើមិនដែលកើតក៏ប៉ុន្តែនៅតែមានអ្នកទៅចង់បានរបស់ថែមអញ្ចឹងអត់មានខុសមានត្រូវទេគ្រាន់តែថាពេលខ្លះ
អតិថិជនគាត់ចាប់ផ្ដើមវង្វេងថាគាត់មើលឃើញថាអញ្ចឹងគាត់ជ្រើសរើសចង់បានរបស់ថែមជាងគាត់ចង់បានរបស់ដែលគាត់ប្រើបានពីព្រោះពីបងយល់ថាដើម្បីឲ្យមានកដោច្រើនបានតើតែមានការដោះដូរអីមួយអាចដោះដូរទៅលើគុណភាពទូរស័ព្ទក្រេតទូរស័ព្ទឬក៏អីមួយដើម្បីអាចឲ្យមានកញ្ចប់បែបហ្នឹងជូនអតិថិជន ប៉ុន្តែយើងមិនគិតដល់ថាអាហ្នឹងជាការផ្ដល់ជូនរបស់ម្ចាស់ហាងដើម្បីជាការលើកទឹកចិត្តឬក៏ជាអីមួយសម្រាប់អតិថិជនអញ្ចឹង ពីបងចង់និយាយមិនមានន័យថាអញ្ចឹងធ្វើ promotion អត់ល្អមែនមានន័យអញ្ចឹងទេយើងសំដៅទៅលើ promotion ណាដែលវាចម្លែកហើយបងគិតថាវាមិនមែនដែរនៅក្នុងទីផ្សារទូរស័ព្ទទេជាពិសេសទីផ្សារខោអាវអីអញ្ចឹងណាពីច្រើនតែ$1 $2អាចទៅទិញបានអាវមួយឬក៏ខោមួយអីអញ្ចឹងពេលទៅដល់ទទួលបានអីផ្សេងព័ត៌មានអីផ្សេងអញ្ចឹងទៅអាហ្នឹងបងគិតថាវាចម្លែកពេកអញ្ចឹងហើយម្នាក់ក៏មានចម្ងល់ជាច្រើនសូម្បីបងក៏មានចម្ងល់ដែរបាទ ណែបងបើសិនជាងាកមកដល់ពេលបច្ចុប្បន្ននេះយើងឃើញថាការធ្វើទីផ្សារដោយការប្រកួតប្រជែងទៅលើតម្លៃវាជារឿងធម្មតាហើយ បាទ ប៉ុន្តែអីដែលមិនធម្មតាគឺខ្ញុំឃើញការផ្ដល់ជូនសេវាកម្មបាទអញ្ចឹងការផ្ដល់ជូនសេវាកម្មនេះជាការធ្វើទីផ្សារបែបម៉េចដែរ សំណួរពិតជាល្អមែនតើទីផ្សារដែលប្រកួតប្រជែងយកសេវាកម្មមកដាក់មុខផ្ដល់ផលប្រយោជន៍ខ្ពស់សម្រាប់អតិថិជនតែមិនមែនមានន័យថា 100% ត្រូវតែបានផលប្រយោជន៍ទៅអតិថិជនទេណាសម្រាប់បងដែលមានបទពិសោធន៍នៅក្នុងហ្នឹងបងមើលឃើញថាការប្រកួតប្រជែងគ្នាទៅលើសេវាកម្មគឺជាជំរើសមួយដែលល្អ បាទ ហើយបានផលប្រយោជន៍ទៅដល់អ្នកដែលប្រើប្រាស់ជាពិសេសអតិថិជន បាទ ហេតុអីបានបងនិយាយអញ្ចឹងយើងបកត្រឡប់ទៅឆ្នាំ2010មក2015ការទិញទូរស័ព្ទមួយទឹកយ៉ាងច្រើនធានាបាន7ថ្ងៃទៅកន្លះខែគឺអស់ហើយ បាទ ប៉ុន្តែដល់ពេលចូលមកដល់ឆ្នាំ2000 2023 24 25 26នេះចាប់ផ្ដើមមានសេវាកម្មធានារហូតដល់មួយឆ្នាំអញ្ចឹងហើយការប្រកួតប្រជែងសេវាកម្មនៃការធានានេះចុងក្រោយអតិថិជននឹងទទួលផលពីព្រោះគាត់ទទួលបានការធានាមួយដែលកាន់តែយូរអង្វែងអញ្ចឹងហើយបងគិតថាការប្រកួតប្រជែងបែបទៅលើសេវាកម្មគឺជាជំរើសដែលល្អបំផុតសម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារមួយ ហ្នឹងហើយបងបើគិតមកដល់ឥឡូវនេះគឺយើងឃើញមានច្រើនទៅលើការធានាបាទជាក់ស្ដែងខ្ញុំចាប់អារម្មណ៍ទៅលើការធានាឥឡូវនៅមានធានា1ខែធានា3ខែធានា6ខែធានា1ឆ្នាំតើអាហ្នឹងវាខុសគ្នាបែបម៉េចដែរបង ការធានាពីបងណា បាទ ក្នុងនាមជាអ្នករកស៊ីម្នាក់គឺជាជំរើសរបស់អ្នកលក់គ្រប់គ្នាគាត់អាចជ្រើសរើសឲ្យខ្លួនឯងទៅធានារយៈពេល1ខែទៅលើផលិតផលរបស់គាត់ក៏អាចជ្រើសរើសឲ្យខ្លួនឯងទៅធានារយៈពេល6ខែឬក៏1ឆ្នាំសម្រាប់ផលិតផលរបស់គាត់មួយការដែលទៅប្រកួតប្រជែងគ្នាទៅលើសេវាកម្មធានាបែបនេះគឺទៅប្រកួតគ្នាថាតើអ្នកណាហ៊ានធានាខ្ពស់ជាងគេទៅដល់អតិថិជន បាទ អញ្ចឹងការដែលប្រកួតប្រជែងគ្នាវាច្បាស់ជាមានអ្នកនៅមុខមានអ្នកនៅក្រោយឯងក៏ប៉ុន្តែយើងត្រូវមើលឃើញថាទិសដៅកំពុងតែទៅណាឥឡូវនេះគឺតែងតែមានការប្រកួតប្រជែងគ្នាទៅលើសេវាកម្មធានាថាតើអ្នកណាអាចហ៊ានធានាយូរជាងគេឥឡូវនេះបច្ចុប្បន្នយើងមើលឃើញភាគច្រើនមួយឆ្នាំក៏មានអ្នកហ៊ានដល់មួយឆ្នាំកន្លះឬក៏2ឆ្នាំដែរវាជាសិលធម៌មួយក្នុងការដែលផ្ដល់ជូននៅទំនុកចិត្តរបស់អតិថិជនប៉ុន្តែពីបងមិនមែនមានន័យថាអញ្ចឹងមិនអ្នកធានា3ខែឬក៏1ខែអត់ល្អមែនអត់មានន័យចឹងទេវាជាជំរើសដែលគាត់ហ៊ានផ្ដល់ទំនុកចិត្តដល់អតិថិជនរបស់គាត់ប៉ុណ្ណាបាទ អញ្ចឹងខ្ញុំឆ្ងល់តិចទៅពេលបងនិយាយចឹង បាទអញ្ចឹងបើសិនជាករណីធានាតិចខែឲ្យដឹងតែល្អតែចាំបាច់ទៅផ្ដល់ជូនការធានាយូរអង្វែងទៅអី វាមានពេលខ្លះអីវ៉ាន់មកទឹកយើងអត់អាចមើលឃើញទេបាទតើជាប្រភេទអីវ៉ាន់បែបណាប៉ុន្តែអ្វីដែលយើងអាចធ្វើការជ្រើសរើសបានថាតើប្រភេទអីវ៉ាន់អីដែលយើងចង់នាំចូលមកក្នុង stock របស់យើងពីព្រោះនៅក្រៅការនាំចូលអីវ៉ាន់ក៏មានដែរជំរើស A ជំរើស B ជំរើស C ជំរើស D បើសិនណាជាយើងជ្រើសរើសយកប្រភេទអីវ៉ាន់ A ច្បាស់ហើយតម្លៃក៏វាថ្លៃគុណភាពក៏វាល្អដែរហើយបើសិនណាជាទូរស័ព្ទមួយដែលមានគុណភាពល្អហើយយើងមានទំនុកចិត្តថាវាមានគុណភាពល្អវាមិនងាយខូចមានអីយើងទៅសូនសាញផ្ដល់ជូនការធានារយៈពេល1ឆ្នាំដល់ភ្ញៀវអញ្ចឹងពីបងអាស្រ័យថាតើយើងទុកចិត្តលើអីវ៉ាន់របស់យើងប៉ុណ្ណា បាទប៉ុន្តែពេលខ្លះក៏មិនប្រកាសថាគាត់ធានារយៈពេលវែងហ្នឹងគាត់ផ្ដល់ជូនដល់អតិថិជនណាគាត់អាចទាញយកអាការធានាហ្នឹងយកមកលើកគាត់បន្ថែមទៀតបាទអញ្ចឹងចាក់ស្ដែងយើងពេលខ្លះយើងមិនកត់សម្គាល់ក៏យើងឃើញដែរបងបាទធានាមួយខែតម្លៃផ្សេងធានាមួយឆ្នាំតម្លៃផ្សេង មានករណី
ភ្ញៀវប្រហែលជាគាត់យល់ច្រឡំថាអញ្ចឹងមិនខ្ញុំទិញទូរស័ព្ទធានាមួយខែថោកជាងធានាឆ្នាំមែន បាទ ខ្ញុំទិញទូរស័ព្ទធានាមួយខែទូរស័ព្ទហ្នឹងអន់ជាងធានាមួយឆ្នាំមែនពីបងដូចជាអត់មានកុំគិតអញ្ចឹងវាអត់មានអញ្ចឹងទេ បាទ ពីបងគិតថាការធានារយៈពេលប៉ុណ្ណាក៏ដោយគឺជាការសម្រេចចិត្តរវាងអ្នកទិញនិងអ្នកលក់ឯង បាទ បើសិនណាជាគាត់ជ្រើសរើសទៅទិញ model ហ្នឹងធានាមួយខែពីអ្នកលក់ម្នាក់នោះគាត់ទទួលយកហ្នឹងទៅគ្រាន់តែថាបងបារម្ភអ្វីដែលបារម្ភជាងគេហើយគឺអ្នកលក់តែម្នាក់ បាទ គាត់លក់ធានាមួយខែតម្លៃផ្សេងធានាមួយឆ្នាំតម្លៃផ្សេងហើយកន្លែងហ្នឹងបងមានសំណួរចម្ងល់ដោយអតិថិជនដែរថាចុះបើសិនណាជាជ្រុលតាធានាហើយហេតុអីចាំបាច់ត្រូវធានាហើយថែមលុយទៅអីទៀត បាទ ពីបងវាស្ដាប់កន្លែងហ្នឹងហើយបងយល់ថាចំអញ្ចឹងយូរទៅមានអ្នកឆ្នៃពីការប្រកួតប្រជែងសេវាកម្មហ្នឹងទៅជាធ្វើអាជីវកម្មទៅលើសេវាកម្មទៀត បាទ ហាក់បីដូចជាទិញធានាមួយខែតម្លៃ300ទិញធានាមួយឆ្នាំតម្លៃ350ដូចបងធានារ៉ាប់រងមុនអញ្ចឹងបង$50ថែមមក បាទ ខ្ញុំធានាឲ្យថ្ងៃមួយឆ្នាំអញ្ចឹងវាប្រឆាចាកពីអ្វីដែលយើងនិយាយគ្នាពីខាងដើមដែលថាការប្រកួតប្រជែងគ្នាទៅលើសេវាកម្មហើយពីព្រោះ បាទ ដើម្បីបានសេវាកម្មហ្នឹងអ្នកឯងត្រូវ pay តម្លៃនេះនៅ pay តម្លៃនោះទៀតអញ្ចឹងវាលែងវាប្រឆាចាកឯងអញ្ចឹងប្រធានបទនេះវាអត់សមមួយអាហ្នឹងឯងទៅជា បើពីខ្ញុំគិតឃើញអញ្ចឹងមានន័យថាយើងយកលុយកប៉ាល់យើងយកទៅទិញគ្រឿងតុកធ្វើហើយហ្នឹង បាទពីបងក៏យល់ឃើញដូចគ្នាអញ្ចឹងដែរបាទ ចាយលុយពីកប៉ាល់យកទៅទិញគ្រឿងតុកធ្វើអញ្ចឹងខណ្ឌណាទៅដល់ពេលមួយទូរស័ព្ទមានបញ្ហាយកទៅឲ្យគេធ្វើតែអាហ្នឹងយើងឲ្យលុ បើ យ យើ គេ ង ហើ ទឹក យ ចិត្តអីវ៉ាន់យើងថាយើងហ៊ានធានាមួយខែស្មើទាំងអស់ទៅ បាទ តែបើយើងជ្រើសរើសទៅធានាមួយឆ្នាំទាំងអស់វាអាចបែងចែកថាអូអានេះធានាមួយខែអានោះថែមតម្លៃទៅខ្ញុំធានាឲ្យមួយឆ្នាំ បាទ អញ្ចឹងបើគាត់អាចរកអតិថិជនបាននៅក្នុងវិធីសាស្ត្របែបហ្នឹងក៏បងសរសើរគាត់ដែរព្រោះគាត់អាចsell product ហ្នឹងបានទៅអតិថិជនណាបាទ ហ្នឹងហើយបងចុះបើសិនជាថ្ងៃមុខក្នុងនាមខ្ញុំជាអតិថិជនតែខ្ញុំអាចទទួលបានផលប្រយោជន៍អីអត់ពីការផ្ដល់ជូននៅការធានាបែបហ្នឹង បើសួរថាបានប្រយោជន៍អត់ច្បាស់ហើយបានពីព្រោះដូចបងលើកពីខាងដើមការប្រកួតប្រជែងបែបសេវាកម្មនេះគឺចុងក្រោយអ្នកទទួលផលគឺអតិថិជនពីព្រោះអ្នកលក់ឬក៏អ្នកដែលរកស៊ីនៅក្នុងវិស័យនីមួយៗហ្នឹងគឺគាត់តែងតែរកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឲ្យគាត់ផ្ដល់ជូនឧទាហរណ៍ថាជាសេវាកម្មធានាមួយដល់អតិថិជនលើកឡើងឧទាហរណ៍ខ្លីពីមុនយើងគិតថាបើសិនណាជាយើងយកអវ៉ាន់លួយយកមកកែច្នៃវាច្បាស់ហើយវានឹងងាយមានបញ្ហាឡើងមកវិញ អញ្ចឹងហើយបើសិនណាជាចាប់ផ្ដើមឲ្យខ្លួនឯងហ៊ានធានាដល់មួយឆ្នាំឬក៏មួយឆ្នាំកន្លះអញ្ចឹងមុននឹងសម្រេចចិត្តទិញអវ៉ាន់នាំចូលអវ៉ាន់មកខ្លួនឯងក៏សម្រេចចិត្តឲ្យច្បាស់ដែរថាតើគួរតែយកអវ៉ាន់លួយអវ៉ាន់ស្ទើរល្មមឬក៏អវ៉ាន់ស្អាតសម្រាប់បងគិតថាដើម្បីផ្ដល់ជូនសេវាកម្មនឹងឲ្យអតិថិជនបានល្អបំផុតគឺតើតែហ៊ានយកអវ៉ាន់ស្អាតមកធានាពីព្រោះអវ៉ាន់ស្អាតដែលជាប្រភេទអវ៉ាន់សំណុំស៊ីន អីវ៉ាន់ដែលភាគរយតិចក្នុងការមានបញ្ហាអញ្ចឹងហើយការផ្ដល់ជូននេះគឺពិតហើយអតិថិជនទទួលបានទាំងផលិតផលល្អក៏ដូចជាសេវាកម្មល្អគ្រាន់តែថាក៏នឹងមានអ្នកដែលប្រើប្រាស់សេវាកម្មនេះដើម្បីផលប្រយោជន៍ខ្លួនឯងដែរ ចុះបងគិតដល់ថាបើសិនជាហ៊ានធានាយូរហើយខ្លាចអីនឹងយកអីវ៉ាន់លួយយកមកធ្វើ កន្លែងហ្នឹងដូចបងនិយាយថាក្នុងទិមដែលយើងកំពុងតែប្រកួតប្រជែងនេះក៏មានអ្នកឆ្លៀតឱកាសយកសេវាកម្មហ្នឹងមកធ្វើអាជីវកម្មថែមទៀត បាទ អីវ៉ាន់លួយយកមកកែច្នៃតុបតែងវាហើយក៏អាចទៅធានាមួយឆ្នាំបានដែរពីព្រោះភាគរយនៃការចំណេញគឺគាត់អាចចំណេញខ្ពស់អញ្ចឹងនៅពេលដែលគាត់អាចធ្វើកណនីសាមញ្ញដែរអញ្ចឹងបើគាត់ទិញថោកជាងគេក្នុងមួយគ្រឿង$30អញ្ចឹងយើងយកអា$30ហ្នឹងជាតម្លៃដើម្បីទុកការពារថ្ងៃក្រោយភ្ញៀវមានបញ្ហាចាំយកអាហ្នឹងទៅចំណាយទៅឲ្យគាត់ទៅក៏វាអាចបានពីព្រោះហេតុអីបានបងនិយាយអញ្ចឹង ព្រោះគាត់ថ្លៃដើមថោកជាងគេ$30បាត់ទៅហើយអញ្ចឹងការចំណេញរបស់គាត់ក៏គាត់ខ្ពស់បានទទួលបានផលច្រើនជាងគេដែរប៉ុន្តែអតិថិជនអាចនឹងរវល់បន្តិចពីព្រោះក្នុងទូរស័ព្ទមួយគ្រឿងគាត់ត្រូវទៅមកជាមួយនឹងអ្នកលក់ហ្នឹងមួយឆ្នាំហ្នឹងអាច 3-4 ដងជាងទៅពីព្រោះដោយសារតែវាចេះតែខូចនេះខូចនោះអីចឹងទៅបាទ បាទពេលខ្លះគេមិនសូវសប្បាយចិត្តមួយយើងទៀតហ្នឹង យ៉ាអញ្ចឹងបើសិនណាជាយើងប្រកួតប្រជែងសេវាកម្មមួយដែលស្មោះត្រង់វានឹងអាចផ្ដល់ផលអីផ្សេងតែបើសិនណាជាគ្រាន់តែឆ្លៀតឱកាសដើម្បីកេងចំណេញទៅលើសេវាកម្មមួយនោះបងគិតថាប្រហែលជាដូចអូនលើកឡើងអញ្ចឹង
បានតែរវល់ហើយទៅជាចំណេញអីផ្សេងចឹងទៅបាទ អញ្ចឹងបងសរុបមកវិញចង់ឲ្យបងបកស្រាយតិចថាតើអ្វីជា best deal ហើយអ្វីជា best price បាទ សំណួរល្អមែនតើហើយបងក៏ពិតជាចង់មានឱកាសក្នុងការបកស្រាយពាក្យពីរនេះចំពោះអូនដែរ បាទ អធិស្ឋានមុនដោយសារតែយើងប្រើប្រាស់ best ពាក្យភាសាអង់គ្លេសណា best deal best price ពីបងគិតថា best deal និយមន័យរបស់វាគឺថាជាការដោះដូរទំនិញមួយសេវាកម្មមួយដែលសមនឹងតម្លៃនៃអីវ៉ាន់ឬក៏ទំនិញមួយនោះ បាទ ដល់ទៅពេល best price មានន័យថាបើសិនណាជាទីផ្សារនោះមានតម្លៃមួយយើងទៅរកបានតម្លៃនៅក្រោមទីផ្សារមួយក៏ប៉ុន្តែអត់ច្បាស់ថា best price នឹងអាចរកបានរបស់ល្អឬក៏សេវាកម្មល្អដូចនៅនឹងតម្លៃនៅក្នុង best deal ទេ បាទ អញ្ចឹងចំពោះបងពីរនេះគឺខុសគ្នាមែនដែរ បាទហើយសម្រាប់បើសិនជាវាខុសគ្នាអញ្ចឹងបងគិតថាមួយណាវាមានប្រយោជន៍បំផុតសម្រាប់អតិថិជន បើសួរថា best deal ឬ best price មួយណាល្អជាងសម្រាប់អតិថិជនចំពោះបងពីរហ្នឹងគឺវាមានផលល្អនិងផលអវិជ្ជមានរៀងៗខ្លួន បាទ សម្រាប់បង best deal ផលប្រយោជន៍សម្រាប់អតិថិជនដូចជាឧទាហរណ៍ថាយើងចង់បានទូរស័ព្ទមួយដើមឧទាហរណ៍14 Pro Max ទៅចុះយើងមើលឃើញថាហាងឆេងទូរស័ព្ទគឺវាមានចន្លោះពី$450ទៅ$500សម្រាប់អីវ៉ាន់ស្អាតជាមួយនឹងការធានាត្រឹមត្រូវអញ្ចឹងហើយក្នុងនាមយើងជាអ្នកទៅទិញយើងសម្រេចចិត្តថាឲ្យតែចន្លោះតម្លៃ450ទៅ500អាចរកបានទូរស័ព្ទមួយដែលជាប្រភេទអីវ៉ាន់ស្អាតសំណុំសិនជាមួយនឹងការធានាល្អជាមួយការធានាដែលប្រកបដោយទំនុកចិត្តគឺគាត់អាចរកបាន best deal ហើយអញ្ចឹងគាត់សម្រេចចិត្តទិញទូរស័ព្ទមួយចរចាចុះឡើងទៅបានតម្លៃ$480អញ្ចឹងសម្រាប់បងអានឹងយើងហៅថា best deal ពីព្រោះអីគាត់ចាយលុយ$480ទទួលបាននៅអីវ៉ាន់មួយដែលស្អាតទទួលបានសេវាកម្មធានាមួយដល់គាត់ប្រកបដោយការទុកចិត្តអញ្ចឹងគឺ best deal បានអីវ៉ាន់ដែលល្អយកទៅប្រើបានអស់លុយមកមិនតិចក៏មិនច្រើនពេកខុសគ្នាពី best price មានន័យថាបើសិនណាជាហាងឆេងអីវ៉ាន់ល្អចន្លោះពី450ដល់500ប៉ុន្តែដោយឡែកគាត់ដាក់គោលដៅថាត្រូវរកឲ្យបានក្រោមតម្លៃ450អញ្ចឹងគាត់នឹងអាចរកបានតាមពិតទៅពីព្រោះបើទោះណាជាចន្លោះទីផ្សារមានរង្វង់$450ទៅ$500នៅពេលខ្លះគាត់ក៏អាចរកបានតម្លៃ$400ឬក៏$420ដែរក៏ប៉ុន្តែគាត់មើលឃើញថាអានឹងជា best price សម្រាប់គាត់ជាតម្លៃល្អបំផុតក្នុងទំនិញហ្នឹងដោយសារគាត់គិតថាបើហាងឆេងគេតម្លៃប៉ុណ្ណឹងគាត់ទៅចរចាគេទៅឬក៏ទៅរកគាត់ដើរឆែទីផ្សារបន្តិចទៅមើលឃើញទូរស័ព្ទមួយគ្រឿងតម្លៃត្រឹមតែ$420អញ្ចឹងគាត់ទិញពុកអញ្ចឹងពីគាត់គិតថាបើសិនណាជាគាត់គ្រាន់តែដាក់ចិត្តថាខ្ញុំចង់បាន14 Pro Max ស្ទើរតិចតួចស្នាមតិចតួចដូរតិចតួចសម្រាប់គាត់អត់មានបញ្ហាទេអញ្ចឹងគាត់គ្រាន់តែចាយលុយ420គាត់ក៏អាចប្រើប្រាស់14 Pro Max ដែរចុះសួរតាចុះផលលំបាកមានអីផលលំបាកនៅពេលដែលអតិថិជនម្នាក់គាត់សម្រេចចិត្តថាអូខេអញ្ចឹងខ្ញុំចង់ទិញទូរស័ព្ទតម្លៃ420តែត្រូវមានជាប្រភេទអីវ៉ាន់សំណុំស៊ីនក៏ជាប្រភេទអីវ៉ាន់ដែលមានការធានាប្រកបដោយទំនុកចិត្តខ្ញុំគិតថាបើសិនណាជាអតិថិជនគាត់ដាក់គោលដៅបែបហ្នឹងគាត់មិនអាចរកបាន best price ទេគាត់បែរទៅជារកបាន bad deal វិញហើយមានន័យថារកបានការដោះដូរទំនិញមួយដែលមិនល្អទៅវិញអញ្ចឹងកាត់បងបន្តិចអញ្ចឹងមានន័យថាឲ្យតាតម្លៃទាបសិតតែអីវ៉ាន់អត់ល្អអញ្ចឹង បើពីបងតម្លៃទាបច្បាស់ជាមានកន្លែងអត់ល្អពីព្រោះឧទាហរណ៍ថាដូចឧទាហរណ៍តដាល់ទៅចុះអញ្ចឹងគាត់រកបានតម្លៃទូរស័ព្ទ420ដែលក្រុមហាងឆេង450 500នោះវាគ្រាន់តែជាទូរស័ព្ទមួយដែលត្រូវបានដូរថ្មដូរសបកឬក៏អ៊ុតកញ្ចក់តាហើយគេអ្នកលក់គេអាចលក់បានតម្លៃ420ហើយគេរកផលចំណេញរបស់គេបានគាត់ក៏អាចទទួលយកចំណុចដែលមិនល្អរបស់ទូរស័ព្ទនឹងបានស្គូតវាជាការសម្រេចចិត្តរបស់គាត់ហើយគាត់ក៏បាននៅទូរស័ព្ទដែលគាត់ប្រើបានប៉ុន្តែខ្ញុំលក់តម្លៃទាបមែនប៉ុន្តែខ្ញុំលក់អីវ៉ាន់សំណុំសិនឲ្យគេទៅពីបងបើថារកតម្លៃថោកហើយអ្នកលក់ប្រាប់ថាតម្លៃថោករបស់ល្អបើគាត់ជឿគេហើយបើសិនណាជាពេលក្រោយមានបញ្ហាអាហ្នឹងគាត់ទៅដោះស្រាយមកគាត់ទៅបាទអញ្ចឹងសរុបមកវិញឲ្យតាធូរគឺពិបាកទុកចិត្តតែអញ្ចឹងមកទុកចិត្តបានប៉ុន្តែឲ្យច្បាស់ថាហេតុអីបានវាធូរបាទ
ហ្នឹងហើយបងយើងឃើញថាអញ្ចឹងបើទៅលើទីផ្សារសប្ងៃវាមានការប្រកួតប្រជែងច្រើនណាស់បងមានទាំងទៅលើតម្លៃទាំងទៅលើសេវាកម្មទាំងទៅលើរបស់ថែមអញ្ចឹងមានន័យថាអ្នករកស៊ីរាល់ថ្ងៃហ្នឹងគាត់ចង់បានអីឲ្យប្រកបសាមញ្ញពីបងគាត់ថាតែបងទាំងគេគឺចង់អតិថិជនគាត់សប្បាយចិត្តចង់អតិថិជនគាត់ទទួលបានផលប្រយោជន៍ខ្ពស់បំផុតពីយើង បាទ ប៉ុន្តែចុងក្រោយមានយុទ្ធសាស្ត្រទីផ្សារមួយចំនួនបែរទៅជាធ្វើឲ្យអតិថិជនខាតប្រយោជន៍ធំបំផុតហើយដែលមកនិយាយចឹង បាទ ការដែលទៅធ្វើទីផ្សារនេះបែងចែកគោលបំណងឲ្យច្បាស់ពីបងមាន2ទី1ការទៅធ្វើទីផ្សារមួយដើម្បីប្រកួតប្រជែងដើម្បីសម្រាប់ដៃគូប្រកួតប្រជែងរបស់ខ្លួនឯងដូចនេះចំពោះគាត់ធ្វើយ៉ាងណាក៏ដោយមិនថាតម្លៃមិនថាសេវាកម្មក៏មិនថារបស់ដែលជាកាដូត្រូវថែមគាត់ត្រូវតែសម្រាប់ដៃគូប្រកួតប្រជែងរបស់គាត់មានមួយជ្រុងទៀតគឺប្រកួតប្រជែងគ្នាដើម្បីរកផលប្រយោជន៍ខ្ពស់បំផុតឲ្យអតិថិជនពីរចំណុចនេះគឺខុសគ្នាមេឃដីហេតុអីបានមកនិយាយចឹងពីព្រោះនៅពេលដែលយើងចាប់ផ្ដើមយកជំរើសយុទ្ធសាស្ត្រទៅសម្រាប់គូប្រកួតប្រជែងច្បាស់ហើយតម្លៃត្រូវបង់គឺទំនុកចិត្តរបស់អតិថិជនផលប្រយោជន៍របស់អតិថិជនហេតុអីបានបងនិយាយចឹងចង់បានតម្លៃថោកយើងអត់អាចតាំងខ្លួនជាអ្នករកស៊ីម្នាក់មានដើមទុនទៅទិញរបស់ថ្លៃយកមកលក់ថោកបានរហូតទេយ៉ាងច្រើនមកដង្ហើមពីរដង្ហើមដំបូងដើម្បីឲ្យគេទុកចិត្តទិញរបស់ល្អលក់ថោកហើយទ្រាំមិនខាតតែលើកទី3លើកទី4លើកទី5អាចថាទៅទិញរបស់ថោកយកមកលក់ថោកហើយពីព្រោះយើងអត់អាចកំដរទីផ្សារមួយដែលយើងលក់ខាតរហូតបានទេចុងក្រោយជំរើសចុងក្រោយត្រូវតែរកវិធីសាស្ត្រដើម្បីឲ្យខ្លួនឯងបានចំណេញខ្លះហើយទៅវាយគូប្រកួតប្រជែងរបស់ខ្លួនឯងបានអញ្ចឹងនៅពេលដែលខ្លួនឯងសម្រេចចិត្តទៅរកអីវ៉ាន់ថោកច្បាស់ហើយទីផ្សារទឹកដូចបងលើកពីខាងដើមអញ្ចឹងក៏មានអីវ៉ាន់ស្ទើក៏មានអីវ៉ាន់រលួយនៅពេលដែលខ្លួនឯងទៅយកអីវ៉ាន់រលួយមកលក់ក្នុងតម្លៃថោកវាធ្វើឲ្យអតិថិជនដែលទៅប្រើប្រាស់សេវាកម្មគាត់នឹងទៅជាទទួលរងផលអញ្ចឹងហើយបានពីខាងដើមបងនិយាយថាបើគ្រាន់តែគាត់ធ្វើទីផ្សារដើម្បីសម្រាប់ដៃគូប្រកួតប្រជែងរបស់គាត់ច្បាស់ហើយអ្នកដែលបងតម្លៃចុងក្រោយគឺអតិថិជននេះមិនមែនតែគាត់ទេហើយក៏មិនមែនតែដៃគូប្រកួតប្រជែងរបស់គាត់ដែរបាទអញ្ចឹងមានន័យថាគាត់ប្រកួតប្រជែងថាគ្នាគាត់ហើយសម្រាប់អ្នកដែលខាតបង់គឺភ្ញៀវទៅវិញបើសិនណាជាក្នុងទីផ្សារមួយបងអត់សំដៅលើទីផ្សារទូរស័ព្ទទេណា បាទ ក្នុងទីផ្សាររកស៊ីមួយគឺប្រកួតប្រជែងគ្នាដើម្បីចង់ឈ្នះចង់ចាញ់ចង់សម្រាប់គូប្រកួតដៃគូរកស៊ីខ្លួនឯងណាច្បាស់ហើយគឺអតិថិជនជាអ្នកបង់តម្លៃចុងក្រោយប៉ុន្តែបែរជាមានចម្ងល់ថាចិនឯគេអ្នកចំណេញ បាទ ក្នុងយុទ្ធសាស្ត្រនេះណាគឺវាគោកខើមែនតើហើយបងចង់ទាញចំណាប់អារម្មណ៍អ្វីដែលយើងកំពុងនិយាយគឺទីផ្សារនៅស្រុកខ្មែរអ្នករកស៊ីក៏ជាខ្មែរអតិថិជនក៏ជាខ្មែរមានពេលជាច្រើនការដែលទៅប្រកួតប្រជែងគ្នាដណ្ដើមគ្នាធ្វើទីផ្សារវាត្រូវមានតម្លៃមួយគឺតម្លៃផ្សព្វផ្សាយ បាទ ការផ្សព្វផ្សាយតម្លៃឥឡូវនេះយុគ9មានតែ Facebook មានតែ TikTok មានតែ Telegram ទេ បាទ អញ្ចឹងត្រូវយកកញ្ចប់ថវិកាមួយចំនួនធំត្រូវទៅចាយជាមួយនឹង Facebook ចាយជាមួយ TikTok ដើម្បីឲ្យភ្ញៀវកាន់តែដឹងកាន់តែលឺពីសេវាកម្មរបស់ខ្លួនអីចឹងទៅអញ្ចឹងលុយនឹងទៅណាទៅអាមេរិកដែលជាក្រុមហ៊ុនរបស់ Facebook និង TikTok បន្ទាប់មកមួយទៀតទៅទិញអីវ៉ាន់មកលក់ដូចបងលើកពីខាងដើមដូចគ្នាខ្មែរយើងអត់ទាន់ចេះផលិតទូរស័ព្ទទេដើម្បីបានទូរស័ព្ទលក់តតែទៅទិញពីគេដោយបងលើកពីខាងដើមដូចគ្នាបើគ្រាន់តែយុទ្ធសាស្ត្រទៅសម្រាប់ដៃគូប្រកួតប្រជែងអត់អាចយករបស់ល្អឲ្យមកសម្រាប់គេបានទេតតែយករបស់រលួយមកសម្រាប់បានអញ្ចឹងហើយសួរថាលុយយកទៅឲ្យអ្នកក្រៅប្រទេសដើម្បីបានអីវ៉ាន់រលួយមកវិញយកអីវ៉ាន់រលួយទៅតុបតែងរៀបចំឲ្យស្អាតដាក់លក់ឲ្យខ្មែរគ្នាឯងចុងក្រោយរបស់ដែលតុបតែងរបស់រលួយយកទៅតុបតែងយ៉ាងណាក៏មុននឹងក្រោយវានឹងមានបញ្ហាអត់ដូចរបស់ល្អរបស់សិនគេទេចុងក្រោយខ្លួនឯងក៏ខាតអតិថិជនក៏ខាតអ្នកទទួលផលសុទ្ធតែអ្នកនៅក្រៅប្រទេសទាំងអស់អញ្ចឹងពីបងពិតជាអត់ចូលចិត្តក៏មិនចង់ឃើញយុទ្ធសាស្ត្រទីផ្សារប្រកួតប្រជែងដើម្បីតែសម្រាប់គូប្រកួតខ្លួនឯងនៅក្នុងទីផ្សារណាមួយទេកុំថាឡើយទូរស័ព្ទបាទ បាទគាត់ស្ដាប់មើលទៅវាដូចរៀងញ៉ៃឲ្យស្មុគស្មាញដែរហ្នឹងបងអញ្ចឹងខ្ញុំចង់សួរបងបន្តិចថានឹងថ្ងៃមុខឬក៏ចាប់ផ្ដើមពីឥឡូវទៅក៏បានដែរយើងគួរតែធ្វើទីផ្សារបែបណាដើម្បីឲ្យមានលក្ខណៈថាឲ្យចំណេញទាំងអស់គ្នាបងកុំឲ្យមាន
ទៅតែទំនោរតែមួយខាងអញ្ចឹងណា បាទពាក្យដែលសំខាន់គឺឈ្នះទាំងអស់គ្នាទាំងអតិថិជនក៏ទទួលបានផលអ្នករកស៊ីក៏គាត់ទទួលបានផលចំណេញ បាទ សួរថាមានអត់មានហើយបងបានលើកពីខាងដើមដែរពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងដើម្បីអីពីបងតែងតែជ្រើសរើសការប្រកួតប្រជែងដើម្បីផ្ដល់ផលប្រយោជន៍ខ្ពស់បំផុតទៅដល់អតិថិជនទាំងសេវាកម្មទាំងតម្លៃក៏ដូចជាកញ្ចប់ promotion អីចឹងទៅ បាទ ការដែលយើងប្រកួតប្រជែងបែបនេះវាខុសពីទម្រង់បែបការប្រកួតប្រជែងពីខាងដើមដែលបងលើកឡើងមានន័យថាដើម្បីអាចផ្ដល់សេវាកម្មធានារយៈពេល1ឆ្នាំបានដោយទំនុកចិត្តរបស់អតិថិជនវាត្រូវចាប់ផ្ដើមពីប្រភេទអីវ៉ាន់ដែលយើងយកមកជាប្រភេទអីវ៉ាន់ដែលមានគុណភាពដូចគ្នាបងក៏អាចទុកចិត្តខ្លួនឯងទៅយកអីវ៉ាន់ដែលមានបញ្ហាយកមកជួសជុលយកមកតុបតែងបន្ទាប់មកទៅធានា1ឆ្នាំឲ្យអតិថិជនដែរដូចនេះបើសិនណាតែងអ្នករកស៊ីទាំងឡាយមិនថាទូរស័ព្ទមិនថារបស់អីផ្សេងទេគាត់ចាប់ផ្ដើមពីស្វែងរករបស់ដែលមានគុណភាពសមនឹងតម្លៃយកមកលក់ឲ្យប្រជាជនខ្មែរដែលជាអតិថិជនរបស់គាត់បន្ទាប់មកផ្ដល់ជូននៅសេវាកម្មមួយដែលល្អសម្រាប់អតិថិជនរបស់គាត់បងជឿថាការប្រកួតប្រជែងបែបនេះគឺវានឹងផ្ដល់ផលប្រយោជន៍ទាំងគាត់អ្នករកស៊ីក៏ចំណេញអតិថិជនដែលទទួលបានផលិតផលពីគាត់ក៏អាចប្រើប្រាស់បានស្របនឹងតម្រូវការរបស់គាត់ដែរអញ្ចឹងពីរនឹងដូចសឲ្យខ្មៅអញ្ចឹង បើប្រកួតគ្នាគ្រាន់តែដើម្បីមនុស្សម្នាក់ដើម្បីដៃគូប្រកួតប្រជែងរបស់ខ្លួនឯងស្លាប់អញ្ចឹងត្រូវទៅរកអវ៉ាន់ដែលលួយដើម្បីយកមកប្រកួតគ្នាបើប្រកួតប្រជែងគ្នាដើម្បីផ្ដល់ផលប្រយោជន៍ល្អបំផុតដល់អតិថិជនត្រូវតែប្រកួតគ្នាទៅរកថាតើអវ៉ាន់ល្អនៅកន្លែងណាក្នុងតម្លៃណាដែលយើងទៅយកអវ៉ាន់ល្អហ្នឹងដើម្បីយកអវ៉ាន់ល្អហ្នឹងមកដល់ដៃអតិថិជនរបស់យើង បាទសរុបមកវិញឃើញថាយុទ្ធសាស្ត្រនៃការធ្វើទីផ្សារវាមានច្រើនអញ្ចឹងរបៀបរបបនៃការធ្វើទីផ្សារក៏វាខុសៗគ្នាដែរបាទអញ្ចឹងការសម្រេចចិត្តដែលធ្វើទីផ្សារត្រូវគឺដូចតែបងលើកឡើងខាងចុងនេះមិញអញ្ចឹងគឺវាពិសេសខ្លាំងមែនតើសម្រាប់ផ្ដល់ផលប្រយោជន៍រួមទៅដល់ទាំងអតិថិជនទាំងទៅដល់អ្នកលក់ដទៃទៀតអញ្ចឹងទៅបាទអញ្ចឹងសម្រាប់អេពីសូតនេះផងដែរគឺយើងទទួលបានចំណេះដឹងច្រើនខ្លាំងមែនតើសម្រាប់ទៅលើការធ្វើទីផ្សារបាទហើយមិនប្រកាសថាធ្វើទីផ្សារយក9សុទ្ធតែអត់ល្អនោះទេបាទវាអាស្រ័យទៅលើអ្នកធ្វើទីផ្សារដូចគ្នាបាទអញ្ចឹងសម្រាប់អេពីសូតនេះផងដែរគឺយើងមានតែប៉ុណ្្នឹងទេសម្រាប់អតិថិជនឬក៏បងប្អូនដែលគាត់ទស្សនាមានចម្ងល់ថងកន្លែងណាមួយក៏អាច comment សួរនៅក្នុងខាង comment ខាងក្រោមនេះបានដូចគ្នាបាទសូមអរគុណបងគឹមហេងខ្លាំងមែនតើហើយគាត់បានបកស្រាយយ៉ាងក្បោះក្បាយខ្លាំងមែនតើបាទមេកុង podcast